ស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូភាគទី2ដែលនិយាយអំពីជីវិតគូចឹងនៅក្នុងវីដេអូវគ្គមុនគឺខ្ញុំបានលើកឡើងទាក់ទងជាមួយនឹងជីវិតគូដែលគាត់ស្ថិតនៅក្នុងលក្ខខណ្ឌជីវិតគូដែលអាចជំនួសគ្នាបានចឹងខ្ញុំសូមរំលឹកឡើងវិញបន្តិចណាសម្រាប់ជីវិតគូដែលអាចជំនួសគ្នាបានគឺមានន័យថាជាប្តីឬប្រពន្ធឬក៏ដៃគូដែលគាត់អាចជួយទទួលខុសត្រូវគ្រប់រឿងរ៉ាវទាំងអស់នៅក្នុងដំណើរជីវិតគូរបស់ពួកគាត់ដោយមិនប្រកាន់ថាកិច្ចការណាមួយជាកាតព្វកិច្ចរបស់នរណាម្នាក់ជាក់លាក់រហូតពេកនោះទេមានន័យថាមិនតឹងរឹងចំពោះគ្នាខ្លាំងពេកចាស្ថិតនៅក្នុងគណៈពេលដែលម្នាក់មិនអាចបំពេញតួនាទីរបស់ខ្លួនបានលោកម្នាក់ទៀតគាត់អាចចូលខ្លួនមកជំនួសដើម្បីរក្សាលំនឹងនៃជីវិតគូរបស់ពួកគាត់ឲ្យបន្តដំណើរទៅមុខបានលក្ខខណ្ឌនៃជីវិតគូប្រភេទនេះពួកគាត់ទាំងពីរនាក់មានចំណុចដូចគ្នាច្រើនទាំងកម្រិតការយល់ឃើញបទពិសោធន៍ជីវិតចំណេះដឹងរួមទាំងលក្ខខណ្ឌហិរញ្ញវត្ថុផងដែរហើយជារឿយៗពួកគេតែងតែចែករំលែកតួនាទីនៅក្នុងគ្រួសារដល់គ្នាទៅវិញទៅមកជាឧទាហរណ៍ជាក់ស្ដែងដូចជាការធ្វើកិច្ចការងារផ្ទះការចិញ្ចឹមថែរក្សាកូនៗនិងការរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារផ្សេងៗជីវិតគូដែលអាចជំនួសគ្នាបានមិនមែនជាជីវិតគូដែលគ្មានបញ្ហាតតែសោះទេប៉ុន្តែជាជីវិតគូដែលគាត់ទាំងពីរនាក់បានដឹងពីរបៀបដែលគាត់ឈរនឹងកាន់ដៃគ្នាឆ្ពោះដំណើរទៅមុខរួមគ្នាក្រៅតែពីការចែករំលែកការងារជីវិតគូដែលអាចជំនួសគ្នាបាននេះក៏ជាគូដ៏សំខាន់បំផុតនៅក្នុងការគ្រប់គ្រងផ្លូវចិត្តគ្នាទៅវិញទៅមកផងដែរព្រោះថានៅពេលមានបញ្ហាទុក្ខព្រួយឬក៏មានការបរាជ័យមនុស្សម្នាក់អាចជាកម្លាំងចិត្តឲ្យម្នាក់ទៀតឲ្យគាត់មានភាពក្លាហាននិងមានក្តីសង្ឃឹមជានិច្ចក្នុងការបន្តដំណើរជីវិតគូរបស់ពួកគាត់ទៅមុខទៀតចំពោះគុណសម្បត្តិនៃគូដែលជំនួសគ្នាបាននេះគឺទី1អាចពួកគាត់ទាំងពីរដោះស្រាយបញ្ហាបានលឿននៅក្នុងខណៈពេលដែលមានបញ្ហាណាមួយកើតឡើងហើយបើសិនជាមានម្នាក់ដែលគាត់អាចដោះស្រាយការងារនោះបានច្បាស់ណាស់ថាម្នាក់ទៀតគឺគាត់ពិតជាអាចជំនួសការដោះស្រាយនៅគ្រប់បញ្ហានោះបានភ្លាមដែលមិនធ្វើឲ្យជីវិតគូរបស់គាត់រាំងស្ទះខ្លាំងចំណុចទី2គឺគាត់មានភាពស្មើគ្នាមានន័យថាមានតម្លាភាពដោយទាំងពីរនាក់មិនប្រកាន់តួនាទីតឹងរឹងថាការងារនេះជារបស់អ្នកណាម្នាក់គ្រប់ពេលជានៅពេលដែលមានការប្រែប្រួលគឺពួកគាត់ចេះបត់បែនជំនួសឲ្យគ្នាទៅវិញទៅមកបានទាន់ពេលចំណុចទី3គឺអាចនិយាយថាពួកគាត់យល់ចិត្តគ្នាបានច្រើនពីព្រោះតែស្ថិតនៅក្នុងលក្ខខណ្ឌនៃការយល់ឃើញដូចគ្នាឆ្លងកាត់បញ្ហាដោះស្រាយជាមួយគ្នាគ្រប់ពេលវេលាអញ្ចឹងទាំងពីរនាក់ច្បាស់ណាស់ថាគាត់ពិតជាដឹងពីផលវិបាកនៃការដែលយើងបានជួបប្រទះបញ្ហាមួយហើយទន្ទឹមនឹងគុណសម្បត្តិនឹងដែរជីវិតគូដែលជំនួសឲ្យគ្នាបាននឹងក៏មានគុណវិបត្តិដែរគុណវិបត្តិនោះគឺប្រសិនណាជាចំណោមទាំងពីរនាក់គាត់អត់បានពិភាក្សាគ្នាឲ្យបានច្បាស់លាស់អាចធ្វើឲ្យម្នាក់គាត់អាចនឹងភ្លេចពីតួនាទីរបស់ខ្លួនឯងហើយបើមានម្នាក់ណាដែលគាត់ភ្លេចពីទំនួលខុសត្រូវភ្លេចខ្លួនឬក៏មើលបំណាំឬក៏បដ ாய் ឲ្យមនុស្សតែម្នាក់សម្រាប់គ្រប់កិច្ចការឬក៏ធ្វើអ្វីតែម្នាក់ឯងគ្រប់ពេលគ្រប់វេលាពេកចារហូតបង្កើតទៅជាបញ្ហាឲ្យភាគីម្ខាងទៀតគាត់ចាប់ផ្ដើមមានអារម្មណ៍ថាតើរាល់ថ្ងៃហ្នឹងគាត់រស់នៅតែឯងឬក៏គាត់មានគូជីវិតដែរពីព្រោះហេតុអីក៏បន្ទុកគ្រប់សពបែបយ៉ាងគាត់ជាអ្នករ៉ាប់រងតែឯងគ្រប់ពេលអញ្ចឹងហេតុអីម្ខាងទៀតដូចជាអត់អើពើលក្ខណៈថាគាត់យករួចខ្លួនគ្រប់ពេលបើសិនជាមានបញ្ហានឹងកើតឡើងប្រកាសណាស់ថាក្តីស្រឡាញ់និងការចងចាំល្អដែលទាំងពីរនាក់មានពីមុនមកសាងជារួមគ្នាហ្នឹងគឺវានឹងចាប់ផ្ដើមបលុកចេញបាត់ពីក្នុងគោលក្បាលរបស់អ្នកម្ខាងទៀតប៉ុន្តែម្ដងហើយជាចុងក្រោយម្ខាងទៀតហ្នឹងគាត់ច្បាស់ជាសម្រេចចិត្តថាបើចង់តដាគាត់សុខចិត្តឯករាជ្យរស់នៅតែម្នាក់ឯងវិញទៅមិនល្អជាងចាអញ្ចឹងសម្រាប់ជីវិតគូដែលអាចជំនួសឲ្យគ្នាបានគឺខ្ញុំអាចនិយាយឡើងវិញបានតែប៉ុណ្ណឹងចំណុចទី2នេះគឺមកដល់ជីវិតគូដែលគាត់បំពេញឲ្យគ្នាចំពោះជីវិតគូដែលបំពេញឲ្យគ្នានេះគឺគាត់ផ្ទុយស្រឡះពីជីវិតគូដែលជំនួសឲ្យគ្នាព្រោះថាលក្ខខណ្ឌអ្នកទាំងពីរនេះគាត់មានន័យថាម្នាក់ត្រូវបំពេញនៅចំណុចខ្វះខាតរបស់ម្នាក់ទៀតអ្នកដែលមានត្រូវបំពេញចំណុចដែលម្នាក់ទៀតអត់មានជាឧទាហរណ៍ដើម្បីឲ្យយើងងាយស្រួលយល់ឧទាហរណ៍ថាម្នាក់គាត់ក្លាហានហើយខណៈពេលដែលម្នាក់ទៀតគាត់រៀងស្ងប់ស្ងាត់ឬក៏គាត់រៀងរារែកនៅក្នុងការសម្រេចចិត្តណាមួយម្នាក់បកាយគិត
ម្នាក់ទៀតគាត់ប្រកែកធ្វើហើយម្នាក់ប្រកែកនិយាយម្នាក់ទៀតគឺជាអ្នកដែលប្រកែកស្ដាប់ដែលយកចិត្តទុកដាក់ម្នាក់ប្រកែកហៅលុយម្នាក់ទៀតប្រកែកទុកដាក់លុយម្នាក់ឆាវឆាវខណៈពេលដែលម្នាក់ទៀតគាត់ចិត្តធ្ងន់អីបែបហ្នឹងណាអញ្ចឹងអាភាពខុសគ្នាទាំងនេះវាមិនជាឧបសគ្គចោលទាំងស្រុងពេកទេប៉ុន្តែវាជាផ្នែកសំខាន់ដែលធ្វើឲ្យជីវិតគូមានតុល្យភាពនិងមានភាពរឹងមាំដែរហេតុអីបានខ្ញុំហ៊ាននិយាយបែបហ្នឹងអញ្ចឹងខ្ញុំសូមលើកនៅគុណសម្បត្តិនៃជីវិតគូដែលបំពេញឲ្យគ្នានេះគឺពួកគាត់ពិតជាត្រូវការគ្នាចាំបាច់ហ្មងភាពដូចជាជើងឆ្វេងស្ដាំរបស់យើងអញ្ចឹងណាដែលវាមិនត្រឹមតែមានតួនាទីធោះធំរាងកាយយើងតែមូលទេប៉ុន្តែយើងត្រូវតែបោះជំហានទៅម្ដងម្ខាងដើម្បីឲ្យដំណើរនោះវាដើរទៅមុខរហូតអញ្ចឹងចំពោះការដែលបំពេញនៅចន្លោះខ្វះខាតឲ្យគ្នាភាពខ្សោយរបស់ម្នាក់មានន័យថាត្រូវបានបំពេញដោយភាពរឹងមាំរបស់ម្នាក់ទៀតអញ្ចឹងវាមានន័យថាធ្វើឲ្យដំណើរជីវិតគូដែលគាត់បំពេញឲ្យគ្នានេះអាចបន្តដំណើរជាមួយគ្នាទៅមុខទាំងព្រមហ្មងអត់អាចខ្វះអ្នកណាមួយបានទេណាចាហើយចំណុចទី2នៃគុណសម្បត្តិនឹងដែរគឺបង្កើតឲ្យជីវិតរបស់ពួកគាត់ចាប់ផ្ដើមមានតុល្យភាពក្នុងជីវិតណាដោយសារតែភាពផ្ទុយគ្នារបស់ពួកគាត់ហ្នឹងគឺជាចំណុចដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមកអញ្ចឹងវាធ្វើឲ្យជីវិតគូរបស់គាត់មានស្ថិរភាពផងដែរចំពោះចំណុចទី3នៃគុណសម្បត្តិនេះដែរគឺមានការគ្រប់គ្រងផ្លូវចិត្តគ្នាខ្លាំងដោយសារបើសិនជាអ្នកម្នាក់ណាទន់ខ្សោយម្នាក់ទៀតគាត់នឹងជាអ្នកផ្ដល់កម្លាំងចិត្តដ៏ល្អនៅម្នាក់ដែលមានអារម្មណ៍ថាចង់រៀបថយម្នាក់ទៀតគាត់នឹងប្រៀបដូចជាអ្នកដែលផ្ដល់ធម៌ពលឲ្យគាត់បន្តដំណើរទៅមុខទៀតអញ្ចឹងហើយគុណសម្បត្តិទី4គឺពួកគាត់ទាំងពីរនាក់អាចនឹងមានការលូតលាស់ជាមួយគ្នាហ៊ានពីគ្នាអភិវឌ្ឍខ្លួនឯងតាមរយៈគូស្នេហ៍របស់យើងឬក៏ដៃគូរបស់យើងដែលវាប្រៀបដូចជាកញ្ចក់ឆ្លុះប្រចាំងពីចំណុចដែលយើងត្រូវហ៊ានបន្ថែមពីគ្នាទៅវិញទៅមកដែលអត់មានដែនកំណត់ទេចា៎ហើយទន្ទឹមនឹងគុណសម្បត្តិនេះនៅក្នុងជីវិតគូដែលពួកគាត់បំពេញឲ្យគ្នានេះក៏មានគុណវិបត្តិដូចគ្នាដែរចាដែលគុណវិបត្តិទី1ហ្នឹងគឺចំណាំទាំងពីរនាក់ម្ដងម្កាលអាចជាមានម្នាក់គាត់នឹងមានអារម្មណ៍ថាគាត់ប្រហែលជាអត់អាចហូរនៅបានទេបើសិនជាអត់មានម្នាក់ទៀតនៅជាមួយគាត់អញ្ចឹងគាត់អាចជាមានការគិតវែងឆ្ងាយចុះបើសិនជាថ្ងៃណាមួយគាត់បាត់បង់ម្នាក់ទៀតទៅតែគាត់នឹងទៅហួរនៅបែបម៉េចអញ្ចឹងណាហើយគុណវិបត្តិទី2ការដែលយើងមានចំណុចខុសគ្នាច្រើនពេលខ្លះវាអាចបង្កឲ្យមានការខ្វែងគំនិតមានការយកឃើញខុសគ្នាហើយបើសិនណាជាទាំងពីរនាក់ខ្វះការយោគយល់អាចជាស្រ័យឲ្យគ្នាទៅវិញទៅមកទៀតអញ្ចឹងបញ្ហាវាអាចនឹងមានច្រើនចា៎គុណវិបត្តិទី3គឺមានការរំពឹងទុកខ្ពស់ខ្លាំងពេកដោយម្នាក់អាចជាគាត់រំពឹងថាម្នាក់ទៀតត្រូវតែបំពេញអ្វីគ្រប់យ៉ាងដែលគាត់ខ្វះខាតអញ្ចឹងម្ដងម្កាលច្បាស់ណាស់ថាជាអត់ផុតពីអារម្មណ៍មិនល្អឯដែលមើលឃើញថាហេតុអីម្នាក់ជាអ្នកផ្ដល់ឲ្យរហូតហើយម្នាក់ទៀតចាំតែទទួលអីបែបហ្នឹងចំពោះគុណវិបត្តិទី4គឺយើងអាចនឹងបាត់បង់ភាពជាខ្លួនឯងបើយើងនិយាយឲ្យសួរស្ដាប់ទៅគឺយើងអាចជាប្រភេទមនុស្សដែលបាត់បង់ម្ចាស់ការលើខ្លួនឯងធ្វើអីគឺត្រូវពឹងម្ខាងទៀតឲ្យបំពេញឲ្យអញ្ចឹងជារួមមកជីវិតគូដែលល្អមិនមែនជាគូដែលចំនួនគ្នាបានល្អបំផុតឬក៏គូដែលថាបំពេញគ្នាបានល្អបំផុតទេប៉ុន្តែជាគូដែលដឹងថាពេលណាយើងគួរដើរតួនាទីចំនួនឲ្យគ្នាហើយពេលណាយើងគួរដើរតួនាទីបំពេញឲ្យគ្នាជាការពិតការស្ដាប់ដោយការយកចិត្តទុកដាក់និងការលើកទឹកចិត្តគ្នានៅពេលដែលមានបញ្ហាជាទង្វើដែលធ្វើឲ្យទំនាក់ទំនងនៃជីវិតគូកាន់តែមានន័យពេញលេញទាំងអស់គ្នាសុខតែដឹងយ៉ាងច្បាស់ហើយថានៅលើផែនដីយើងអត់មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះទេហើយកំហុសតូចធំនានាគឺជាផ្នែកមួយនៃជីវិតដែលគ្រប់គ្នាកិច្ចអត់ផុតពីការសាងឲ្យមានកំហុសណាមួយជាក់ស្ដែងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់អញ្ចឹងការអត់ឱនអធ្យាស្រ័យនិងការយល់ចិត្តគ្នានឹងជួយឲ្យជីវិតគូរបស់យើងឆ្លងកាត់ឧបសគ្គតូចធំផ្សេងបានដោយរលូនដោយរឹងមាំដោយដែលគេចំណាំនិយាយថាមានឧបសគ្គម្ដងឆ្លងជាមួយគ្នាម្ដងក្តីស្រឡាញ់កាន់តែកើនឡើងភាពស្មោះត្រង់កាន់តែល្អប្រសើរហើយតម្លៃរៀងខ្លួនកាន់តែមើលឃើញពីគ្នាពីតម្លៃទៅវិញទៅមកអញ្ចឹងសូមចងចាំថាជីវិតគូជោគជ័យវាមិនអាស្រ័យទៅលើមនុស្សតែម្នាក់បានទេគឺវាត្រូវតែមានការចូលរួមពីគ្នាទាំងសងខាងហើយគ្មាននរណាម្នាក់ដឹងថាទៅថ្ងៃមុខនឹងមានអីប្រែប្រួលកើតឡើងខ្លះទេមកលើជីវិតគូរបស់យើងគ្រប់គ្នាអញ្ចឹងដូចនេះអ្វីដែលយើងអាចធ្វើបានគឺយើងត្រូវរស់នៅក្នុងសង្គមបច្ចុប្បន្ននេះឲ្យបានល្អប្រសើរ
ដោយការស្រឡាញ់ឲ្យតម្លៃការគោរពការសម្រេចចិត្តរវាងគ្នានឹងគ្នាពិភាក្សានិងលើកទឹកចិត្តក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកជាការសាងរូបភាពនិងអនុស្សាវរីយ៍ដ៏ល្អរវាងគ្នាហើយបើថ្ងៃណាមួយជីវិតគូរបស់យើងអត់អាចបន្តដំណើរផ្លូវរួមគ្នាទៅមុខទៀតបាននោះទេសូមអនុញ្ញាតដោះលែងនិងផ្ដល់សិទ្ធិសម្រេចចិត្តឲ្យគ្នាក្នុងការបញ្ចប់ជីវិតគូនេះដោយសន្តិវិធីសូមរក្សាទុកអំពើល្អឲ្យគ្នាទៅវិញទៅមកកុំចង់ឈ្នះចាញ់គ្នាកុំហែកហួរគ្នាកុំស្អប់កុំគូនគ្នាអីព្រោះថាយ៉ាងណាយើងទាំងពីរនាក់ក៏ជាមនុស្សដែលធ្លាប់ស្រឡាញ់គ្នាធ្លាប់ប្រើជីវិតគូរួមគ្នាឆ្លងកាត់ឧបសគ្គជាច្រើនរួមសុខរួមទុក្ខជាមួយគ្នាដែរចាអញ្ចឹងវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់រហូតដល់ចប់ហើយសូមគោរពជូនពរបងប្អូនទាំងអស់គ្នាសូមមានសុភមង្គលច្រើននៅក្នុងជីវិតគូជម្រាបលាជួបគ្នានៅវីដេអូបន្តទៀតណាបាយបាយ